សួស្តីបងប្អូនទាំងអស់គ្នាកាលពីវីដេអូមុនគឺយើងបានសិក្សារួចមកហើយការណែនាំអំពី Microsoft Word អញ្ចឹងវីដេអូនេះគឺយើងមកស្គាល់ឲ្យកាន់តែជ្រៅអំពី toolbar សំខាន់ចំនួន3គឺទី1គឺយើងមាន Home tab Insert tab និង Layout tab អញ្ចឹងនៅក្នុង Home tab ណានេះគឺ Home tab អញ្ចឹងនៅក្នុង Home tab គឺយើងមាន clipboard គ្រប់យើងមាន font គ្រប់យើងមាន paragraph គ្រប់យើងមាន style គ្រប់អញ្ចឹងនៅក្នុង Home tab នេះកន្លែង clipboard គ្រប់នេះគឺយើងមាន paste យើងមាន cut យើងមាន copy និង format painter អញ្ចឹងការប្រើប្រាស់ paste នេះ paste ហ្នឹងគឺយើងមានន័យថាម៉េចpaste ហ្នឹងគឺយើងប្រើសម្រាប់បិទភ្ជាប់នៅអ្វីដែលយើងបានថតចម្លងឬក៏យើងខាត់ពីមុនមកណាយើងខាត់ពីមុនមកឧទាហរណ៍ថាខ្ញុំ select លើវាហើយខ្ញុំយកពាក្យថា mouse ស្ដាំហើយខ្ញុំយកពាក្យថា copy អញ្ចឹងកន្លែងនេះគឺយើងបានថតចម្លងហើយណាយើងបានថតចម្លងហើយគឺយើងចង់ផាសវានៅកន្លែងផ្សេងឧទាហរណ៍ខ្ញុំ mouse ស្ដាំមកហើយខ្ញុំយកពាក្យថាផាសឬក៏ផាសនេះណាឬក៏ខ្ញុំចុចនៅកន្លែងនេះតែម្ដងខ្ញុំយកចុចវាមកគឺវាទទួលបានអ្វីដែលយើងបានថតចម្លងហ្នឹងយើងដាក់នៅខាងនេះមានន័យថាយើងបានថតចម្លងពីមុនមកយើងទាញវាយកមកប្រើវិញណាយើងបិទភ្ជាប់នៅអ្វីដែលយើងបានថតចម្លងឬក៏ខាត់ពីមុនមកអូខេអញ្ចឹងខ្ញុំបែកទៅវិញអឺមួយទៀតគឺ cut ណាចូលមកដល់ cut ម្ដងឧទាហរណ៍ថាខ្ញុំ select លើនេះហើយខ្ញុំយកពាក្យថា cut អញ្ចឹង cut នេះគឺប្រើសម្រាប់កាត់អត្ថបទឬក៏រូបភាពរបស់យើងនឹងចេញពីកន្លែងដើមអញ្ចឹងយើងអាចផាសនៅកន្លែងផ្សេងបានណាហើយខ្ញុំមកស្ដាមមកឬក៏ខ្ញុំចុចនៅកន្លែងនេះអញ្ចឹងវាមកនេះហើយណាវាបង្ហាញយើងនៅទីតាំងផ្សេងវាខុសពី copy អញ្ចឹង copy គឺប្រើសម្រាប់ថតចម្លងដល់វាមិនបាត់ពីទីតាំងដើមទេណាឧទាហរណ៍ខ្ញុំ select លើវាខ្ញុំ select tab ម្ដង insert tab ម្ដងខ្ញុំ select លើវាហើយខ្ញុំយកពាក្យថា copy យើងចុចវាហើយវាអត់បាត់ដូច cut ទេណាអញ្ចឹងមានន័យថាយើងប្រើវាសម្រាប់ថតចម្លងហើយយើងអាចផាសនៅកន្លែងផ្សេងបានដល់វាមិនបាត់ពីទីតាំងដើមទេណា copy ហ្នឹងមួយទៀត format painter format painter នេះគឺឧទាហរណ៍ថាខ្ញុំយកវាជាអក្សរដិតធំចុះណាជាអក្សរដិតធំអញ្ចឹង format painter ហ្នឹងគឺមុខងារគឺសម្រាប់ចម្លងម៉ូដនៃអក្សររបស់យើងណាអូខេអញ្ចឹងខ្ញុំចង់បានអានេះ insert នេះឲ្យដូចជាមួយនឹងទី1នេះ home tab នេះណាចង់បានinsert tab នេះឲ្យដូចជាមួយនឹង home tab នេះអញ្ចឹងខ្ញុំគ្រាន់តែ select វាប៉ុណ្ណឹងឬក៏ខ្ញុំអាច select តែប៉ុណ្ណឹងក៏បានដែរណាខ្ញុំអាច select ការស H1 ហ្នឹងក៏បានដែរអញ្ចឹងខ្ញុំយកពាក្យថា format painter អញ្ចឹងគឺវាចេញរូបរំបោសនៅកន្លែងម៉ៅរបស់យើងអញ្ចឹងយើងគ្រាន់តែចុចម៉ៅឆ្វេងឲ្យជាប់ណាម៉ៅឆ្វេងជាប់ហើយយើងអូសវាយើងចង់ select វាប៉ុណ្ណាយើងចង់បាន font វាប៉ុណ្ណាយើងយកវាប៉ុណ្ណឹងមកបើសិនជាចង់បានមួយជួរនេះគឺយើងដាក់វាមួយជួរហ្នឹងមកអញ្ចឹងយើងលេងម៉ៅមកគឺវាទទួលបានម៉ូដ font អក្សរដូចជាមួយនឹងអាខាងលើនេះគឺជាការប្រើប្រាស់ format painter អញ្ចឹងចូលមកដល់កន្លែង font គ្រប់ណា font គ្រប់អញ្ចឹងយើងមើលកលេចទៅកន្លែងនេះគឺជា style font ណាគឺជា style របស់ font វាមាន font ផ្សេងទៅតាមប្រភេទនៃ font អញ្ចឹងបងប្អូនចង់បាន font ច្រើនបងប្អូនចូលទៅ install នៅក្នុង Google ទៅ download វាហើយ install ទៅណាអូខេអញ្ចឹងចូលមកដល់កន្លែងនេះគឺជា size របស់ font អក្សរណាឧទាហរណ៍ថាបងប្អូនចង់តម្លើងឬក៏បន្ទាប font បងប្អូនអាច select លើវាហើយអាចជ្រើសរើសតម្លើង font ឬក៏បន្ទាប font ទៅតាមបងប្អូនចង់បានណាអូខេអញ្ចឹងកន្លែងនេះគឺតម្លើង font ដូចគ្នាណាកន្លែងgrow font នេះណានេះឈ្មោះវាគឺ grow font អញ្ចឹងមានន័យថាយើង select ហើយយើងតម្លើងវានេះឃើញអត់បងប្អូនយើងអាចតម្លើងឬក៏កន្លែងនេះគឺបន្ទាប font វាមកវិញណាអក្សរ A តូចនេះយើងបន្ទាប font វាមកវិញហើយកន្លែងនេះគឺយើងប្រើវាសម្រាប់ដាក់អក្សរណា
យើងប្រាប់សម្រាប់ដាក់អក្សរឧទាហរណ៍ថាយើងចង់បានអក្សរមួយជួរហ្នឹងអក្សរធំទាំងអស់ណាយើងអាចដាក់វាបានឬក៏អក្សរតូចទាំងអស់យើងអាចបន្ទាបវាមកវិញអូខេកន្លែងហ្នឹងបន្ទាប់មកទៀតគឺកន្លែងនេះណាកន្លែងអក្សរ B ហ្នឹងគឺមានន័យថាយើងដាក់ពណ៌អក្សរហ្នឹងឲ្យវាដិតធំជាងមុនន័យថាយើងធ្វើឲ្យអក្សររបស់យើងហ្នឹងក្រាស់ជាងមុនហើយកន្លែងអក្សរ E ហ្នឹងមានន័យថា italic អញ្ចឹងយើងធ្វើឲ្យអក្សររបស់យើងហ្នឹងគឺ straight italic ហ្នឹងណាកន្លែងនេះគឺ underline គឺយើងសម្រាប់យើង highlight បន្ទាត់នៅពីក្រោមឬក៏ដាក់បន្ទាត់នៅពីក្រោមអូខេកន្លែងហ្នឹងអញ្ចឹងយើងដាក់កន្លែងណាគឺយើងដោះវានៅកន្លែងហ្នឹងវិញមកណាអូខេអញ្ចឹងកន្លែងនេះគឺជាកន្លែងគូបន្ទាត់នៅចំកណ្ដាលនៃអក្សរណាអូខេអញ្ចឹងយើងឧទាហរណ៍ថាពាក្យនៅក្នុងអត្ថបទរបស់យើងខុសយើងគ្រាន់តែ select លើវាមកហើយយើងគ្រាន់តែដាក់វាមកអញ្ចឹងវាឈរដល់យើងហើយយើង select ប៉ុណ្ណាយើងដាក់វាប៉ុណ្ណឹងមកណាអូខេកន្លែងហ្នឹងអញ្ចឹងកន្លែងនេះណាកន្លែងនេះគឺបង្ហាញឲ្យយើងប្រើប្រាស់វាសម្រាប់ដាក់អក្សរទៅក្រោមណាសម្រាប់ដាក់អក្សរទៅក្រោមតូចហើយកន្លែងនេះគឺយើងសម្រាប់យើងដាក់អក្សរនៅខាងលើតូចណាកន្លែងនេះគឺយើងប្រើសម្រាប់នៅក្នុងគណិតវិទ្យាច្រើនបងប្អូនតែងតែឃើញនៅក្នុងគណិតវិទ្យាឬក៏នៅក្នុងរូបមន្តគីមីច្រើនហើយសម្រាប់កន្លែងនេះគឺ text effect ណាយើងអាចដាក់លេងម៉ូដអក្សរបានទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ដាក់ណាហើយយើងមានខាងក្រោមច្រើនទៀតហើយកន្លែងនេះគឺយើងសម្រាប់ highlight ណា highlight អក្សរនេះតែខ្ញុំចុចវាមកគឺវា highlight ឲ្យយើងហើយអូខេកន្លែងហ្នឹងអូខេយើងយក no វិញមកកន្លែងនេះគឺយើងលេងពណ៌អក្សរយើងចង់បានអក្សរពណ៌ក្រហមយើងដាក់ពណ៌ក្រហមយើងចង់បានអក្សរពណ៌អីយើងដាក់ពណ៌ហ្នឹងមកណាអូខេកន្លែងហ្នឹងអញ្ចឹងយើងចូលមកដល់កន្លែង paragraph គ្រប់កន្លែងនេះគឺជាalign text ណាយើងអាចតម្រឹមអក្សររបស់យើងឲ្យទៅខាងឆ្វេងក៏បានតម្រឹមស្ដាំក៏បានតម្រឹមខាងស្ដាំក៏បានឬក៏តម្រឹមឲ្យវាស្មើក៏បានឧទាហរណ៍ថាខ្ញុំចង់តម្រឹមមួយជួរនេះតម្រឹមកណ្ដាលខ្ញុំចុចវាមកអញ្ចឹងវាមកកណ្ដាលហើយស្មើណាខ្ញុំចង់តម្រឹមខាងឆ្វេងគឺវារត់មកខាងឆ្វេងស្មើណានេះគឺជាការប្រើប្រាស់វាណាអូខេកន្លែងហ្នឹងហើយកន្លែងនេះគឺជាកន្លែង spacing ដែលយើងអាចដាក់គម្លាតឬក៏កំណត់គម្លាតពីអក្សរមួយទៅកាន់អក្សរមួយផ្សេងទៀតបានណាកន្លែងហ្នឹងចូលមកកាន់ខាងលើនេះណាខាងលើនេះម្ដុំនេះគឺគេបង្ហាញយើងអំពី bullet ឬក៏នឹង number ណាជារម៉ាំងជាចំណុចណាជាចំណុចដែលយើងចង់បង្ហាញនៅក្នុងអត្ថបទរបស់យើងជាចំណុចមួយណាជាចំណុចមួយឬក៏បងប្អូនអាចដាក់លេខរ៉ូម៉ាំងឬក៏លេខជាចំណុចបាននៅក្នុងអត្ថបទរបស់យើងបានអូខេកន្លែងហ្នឹងកន្លែងនេះគឺបង្ហាញយើងអំពី setting មានន័យថាយើងអាចដាក់setting ហ្នឹងមានន័យថានិយាយត្រូវចេះសម្រាប់ដាក់ពណ៌ផ្ទៃអក្ខថាខណ្ឌណាឧទាហរណ៍ថាបងប្អូន select ហើយបងប្អូនចង់ដាក់វាអញ្ចឹងវាបង្ហាញមួយជួរវាមកណាមួយជួរឬក៏បងប្អូនចង់ select ទាំងអស់បងប្អូនដាក់មកនេះ select ប៉ុណ្្នឹងហើយបងប្អូនចាក់វាមកណាអាចចាក់វាបានអញ្ចឹងគឺវា highlight ពណ៌នៅក្នុងកថាខណ្ឌរបស់យើងណាអូខេអញ្ចឹងខ្ញុំយកណានវាមកវិញណាកន្លែងនេះគឺជាកន្លែងដែលយើងសម្រាប់ដាក់បន្ទាត់ណាសម្រាប់ដាក់បន្ទាត់ហ្នឹងគឺកន្លែង border និង shading ឬក៏បងប្អូនអាចចូលមកកាន់ខាងក្រោមនេះមកគឺ border and shading នេះ shading នេះគឺមានន័យថាយើងអាចកំណត់ជាមួយនឹងបន្ទាត់បានប្រភេទដាច់ប្រភេទដាច់ធំប្រភេទដាច់វែងណាយើងអាចកំណត់បានឬក៏កំណត់ទំហំនៃបន្ទាត់បានកម្រាស់របស់វាហើយយើងអាចកំណត់ពណ៌នៃបន្ទាត់របស់យើងបានចង់ដាក់ពណ៌អីគឺយើងដាក់ពណ៌នឹងមកណាអូខេកន្លែងហ្នឹងហើយកន្លែង shading នេះយើងអាចដាក់ពណ៌ដូចដែលខ្ញុំបានបង្ហាញមិញចាក់អត្ថបទណាចាក់នៅក្នុងកថាខណ្ឌ
យើងអាចចាក់មកគឺតែខ្ញុំជ្រើសរើសវាមួយអញ្ចឹងគឺវាចាក់នៅក្នុងនឹងឯងណានៅក្នុងផ្ទៃអត្ថបទរបស់យើងនឹងយកណានមកណាអូខេខ្ញុំយកណានអញ្ចឹងមុខងាររបស់វាគឺមានប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនឆ្ងល់ចំណុចនេះបងប្អូនអាច comment នៅខាងក្រោមវីដេអូបានអូខេយើងចូលមកកាន់ insert tape វិញម្ដងអញ្ចឹងនៅក្នុង insert tape នេះដំបូងគឺយើងមានpage នេះណាគ្រប់ page នេះគឺយើងមាន cover page ដែលវាបង្ហាញនៅ style ឲ្យយើងស្រាប់តកតងជាមួយនឹងការធ្វើសភៅណាគឺយើងមាន style គម្របនៃសភៅស្រាប់ណាកន្លែងហ្នឹងអញ្ចឹងបន្ទាប់មកទៀតគឺយើងមាន blank page យើងអាចបន្ថែមកដាស់បានយើងអាច break page នេះយើងអាចបន្ថែមកដាស់ដូចគ្នាបានណាអូខេខ្ញុំ back to វិញហើយយើងចូលមកកាន់កន្លែង table នេះ table ហ្នឹងគឺយើងដាក់តារាងណាយើងបង្ហាញតារាងនៅក្នុងយើងដាក់តារាងនៅក្នុង Word យើងមានជួរឈរជួរដេកអីយ៉ាងជាដើមណាយើងអាចកំណត់បានអូខេហ្នឹងគឺtable យើងប្រើសម្រាប់កន្លែងនេះគឺរូបភាពយើងអាចទាញយករូបភាពពីក្នុង drive នៅក្នុងកុំព្យូទ័ររបស់យើងបានយកមកដាក់នៅក្នុងកិច្ចការ Word របស់យើងឬក៏យើងទាញយកមកពីអ៊ីនធឺណិតក៏បានដែរណាកន្លែងហ្នឹងចូលមកកាន់ save របស់យើងគឺយើងអាចគូររូបឬក៏រូបមន្តផ្សេងទៀតនៅក្នុងនឹងណាយើងអាចចាប់យក save មួយយកមកទាញដាក់មកណាបែបរាងមូលក៏បានពងក្រពើក៏បានបងនេះអាច insert រូបភាពនៅក្នុងនឹងក៏បានឬក៏សរសេរអក្សរនៅក្នុងនឹងក៏បានដែរណានេះគឺ save ការប្រើប្រាស់វាអញ្ចឹងកន្លែង icon នេះណាកន្លែង icon នេះគឺយើងអាចទាញយក icon នៅក្នុងនេះយកមកដាក់បានណាយើងមាន icon ស្រាប់ណានៅក្នុងនឹងយើងអាចទាញយកមកដាក់បានហើយកន្លែង3D mode នេះគឺយើងអាចទាញយកវាមកបានដូចគ្នាដែរដាក់នៅក្នុង Microsoft Word របស់យើងថាខ្ញុំចង់បាន mode នេះណាតកតងទៅនឹងឯកសារពេទ្យឬក៏រៀនពេទ្យអញ្ចឹងគាត់ចង់ទាញរូបបេះដូងនឹងយកមកដាក់មកអញ្ចឹងយើងចាំវាបន្តិចទៅគឺវា insert ឲ្យយើងហើយណាអូខេអញ្ចឹងយើងបាននៅក្នុងនេះហើយនេះឃើញអត់បែប 3D របស់យើងអាចមើលខាងនេះក៏បានមើលខាងនេះក៏បានមើលខាងនេះក៏បានណាអូខេអញ្ចឹងឬក៏បងប្អូនអាចចាប់វានឹងចេះបានយើងអាចចាប់វា7មើលអញ្ចឹងក៏បានដែរនេះឃើញអត់បេះដូងរបស់យើងគឺយើងអញ្ចឹងវា 3D អញ្ចឹងណាអូខេយើងចូលមកកាន់ Smart Art អញ្ចឹង Smart Art នេះគឺយើងអាចជាប្រភេទ list ក៏បាន process ក៏បានយើងប្រើវាសម្រាប់ធ្វើជារចនាសម្ព័ន្ធណារចនាសម្ព័ន្ធនៅក្នុងក្រុមហ៊ុនឬក៏យើងអាចបង្ហាញនៅចំណុចអីមួយអញ្ចឹងណានេះអាចប្រើប្រាស់វាបានកន្លែងឆាតនេះគឺជាកន្លែងដែលយើងអាចដាក់ក្រាបសសរក្រាបខ្សែឬក៏ក្រាបផ្លេតបានយើងចង់បង្ហាញពីទិន្នន័យនៅក្នុងមួយខែនៅក្នុងមួយឆ្នាំចឹងបានណាគឺក្រាបអញ្ចឹងកន្លែង screenshot នេះកន្លែង screenshot នេះគឺយើងប្រើសម្រាប់ថតចម្លងពីកន្លែងណាមួយយកមកដាក់នៅក្នុងកម្មវិធីឧទាហរណ៍ថាខ្ញុំចុចលើវាអញ្ចឹងវាបិទឲ្យយើងវាបិទកម្មវិធីនឹងឲ្យយើងអញ្ចឹងយើងអាចថតពីក្នុងទូកុំព្យូទ័ររបស់យើងមកយើងវាលោតចូលមកក្នុងកម្មវិធី Microsoft Word ផ្ទាំងកម្មវិធី Microsoft Word របស់យើងណាអូខេនឹងឯងណាប៉ុណ្ណឹងហើយចូលមកកាន់ link នេះគឺជាយើងប្រើប្រាស់វាសម្រាប់ភ្ជាប់ឯកសារមួយទៀតពីឯកសារមួយទៅកាន់ឯកសារកន្លែងមួយទៀតណាកន្លែងហ្នឹងយើងចូលមកកាន់ header ហ្នឹងគឺជាកន្លែងដែលយើងសម្រាប់លេងនៅក្បាលទំព័ររបស់យើងណាយើងចុចវាមកនេះយើងអាចដាក់តែខ្ញុំយក3ចុះណាគឺយើងអាចដាក់ឈ្មោះដាក់សាលារៀនឬក៏ឈ្មោះរបស់យើងអញ្ចឹងជាដើមណាអូខេហ្នឹងគឺការប្រើប្រាស់ header កន្លែង footer គឺយើងប្រើប្រាស់វាសម្រាប់លេង style ជើងអត្ថបទរបស់យើងណាដែលយើងអាចដាក់បានដូចគ្នាបង្រៀនដោយណាគេចឹងជាដើមណាហើយរៀបរៀងដោយណាគេនេះឯងណាគឺ footer កន្លែង page number ហ្នឹងគឺយើងអាចលេង
ទំព័ររបស់យើងបានកំណត់ទំព័របាននៅក្នុងអត្ថបទរបស់យើងចង់ដាក់គៀនខាងឆ្វេងកណ្ដាលខាងស្ដាំណាយើងអាចដាក់បានឬក៏យើងមានម៉ូដផ្សេងទៀតបងប្អូនអាចកំណត់រើខ្លួនឯងបានមាន top មានប៊ូតុងខាងក្រោមផ្នែកខាងក្រោមនឹងឯងណាឬក៏មាន margin ណា page margin ហ្នឹងមានន័យថាយើងចុចលើវាមកវាអាចដាក់ margin របស់យើងនៅកន្លែងកម្រិត margin ខាងឆ្វេងខាងស្ដាំខាងក្រោមអីចឹងជាដើមណាអូខេយើងចុចវាមកវិញមកនឹងគឺ header footer ហើយ page number ណា page number ហើយយើងចង់លេងអក្សរឆ្លាក់នេះគឺយើងចូលកន្លែង word art នឹងមកណាយើងដាក់អក្សរឆ្លាក់អក្សរអីជាដើមមាន style ផ្សេងជាដើមហើយចូលមកកាន់កន្លែងនេះគឺជាទូទៅគឺគេប្រើសម្រាប់ដាក់អក្សរធំដំបូងណាគេច្រើនប្រើនៅក្នុងការធ្វើកាសែតកន្លែងហ្នឹងហើយកន្លែងនេះគឺជា equation នេះគឺសម្រាប់សរសេររូបមន្តគណិតវិទ្យាណាគណិតវិទ្យាមានចែកមានស្វ័យគុណមានរឹសអីចឹងមានអន្តិក្រាលអីចឹងជាដើមណាអូខេហើយកន្លែង symbol នេះក៏ជាកន្លែងដែលយើងអាចដាក់និមិត្តសញ្ញាចូលមកក្នុងកិច្ចការរបស់យើងបានអូខេគឺខ្ញុំមានប៉ុណ្ណឹងទេហើយអ្នកទាំងអស់គ្នាអាចយកទៅស្រាវជ្រាវបន្ថែមបានជាមួយនឹង insert tab នេះណា insert tab នេះអញ្ចឹងយើងចូលមកកាន់ layout tab អូខេគឺយើងមានចូលមកដល់កន្លែងនេះគឺជា tab សំខាន់មួយណាដែលយើងមុននឹងយើងធ្វើការវិអត្ថបទឬក៏យើងធ្វើការដើម្បីវិអត្ថបទគឺយើងចូលមកកាន់ page layout នឹងមុនគេណាដើម្បីសេរីกระดาษសេរីទំហំអក្សរឬក៏សេរី margin របស់យើងណាអូខេអញ្ចឹងយើងចូលមកយើងឃើញហើយណាយើងឃើញយើងចូលមកយើងឃើញមកកាន់កន្លែងនេះណា margin នេះគឺបងប្អូនអាចកំណត់ margin របស់យើងបានទៅទៅ normal margin ធម្មតា narrow វារាងតូចបងប្អូនអាចកំណត់បានណាអូខេ margin របស់យើងនេះពីកម្រិតនេះមកកាន់កម្រិតនេះណាកម្រិតនេះនឹងគេហៅថា margin ហើយណាឆ្វេងស្ដាំលើខាងក្រោមនឹងឯងណា margin យើងចូលមកកាន់orientation នេះគឺយើងអាចលេងกระดาษបានកំណត់กระดาษបានចង់បានកระดาษប្រឈរឬក៏กระดาษផ្ដេកណានេះគឺយើងអាចកំណត់បានណាយើងយកវាឈរវិញមកណាហើយកន្លែងនេះគឺ size របស់ប្រភេទกระดาษអញ្ចឹងជាទូទៅគឺយើងយកกระดาษ A4 នៅក្នុងការប្រើប្រាស់សរសេរអត្ថបទណាជា A4 អញ្ចឹងបងប្អូនចង់បានកិច្ចការបងប្អូននឹងចង់បានជាប្រភេទអីបងប្អូនអាចជ្រើសរើសទៅតាមនឹងមកណាអាចជ្រើសកំណត់ទៅតាមនឹងមកណាកន្លែង column នេះគឺបងប្អូនអាចសរសេរអក្សរ2ជួរនៅក្នុងกระดาษតែមួយ3ជួរនៅក្នុងกระดาษតែមួយបានណាបងប្អូនអាចកំណត់បានកន្លែងហ្នឹងអញ្ចឹង break នេះគឺយើងអាចបន្ថែមกระดาษបានណាបន្ថែមកระดาษបានហើយវាមានមុខងារនៅក្នុងនឹងជាច្រើនទៀត option ចូលមកកាន់ option គឺចឹងចូលមកកាន់ option នេះណា option ហ្នឹងគឺជាកន្លែងសម្រាប់កំណត់រូបភាពណាកំណត់ទីតាំងរបស់រូបភាពណាឧទាហរណ៍ថាខ្ញុំយក insert ហើយខ្ញុំយក save មួយមកគូណាអញ្ចឹងអានេះវាអាចទៅជារូបភាពរបស់យើងបានអញ្ចឹងយើងអាចកំណត់វាបានណា
កំណត់វានៅក្នុងអត្ថបទរបស់យើងបានយើងចង់ឲ្យរូបភាពរបស់យើងនៅកណ្ដាលនៃអត្ថបទចង់នៅខាងលើជាងខាងឆ្វេងចង់នៅកណ្ដាលចង់នៅខាងស្ដាំអីបងប្អូនអាចកំណត់វាបានឃើញអត់នៅពេលដែលយើងជ្រើសរើសទៅអាសេបរបស់យើងនឹងវារត់ទៅកាន់ទីតាំងដែលយើងបានជ្រើសរើសនឹងណាអូខេនឹងកន្លែង option របស់យើងអញ្ចឹងកន្លែង frame tick ហ្នឹងគឺសម្រាប់ដាក់អត្ថបទនឹងឲ្យរុំព័ទ្ធរូបភាពរបស់យើងអញ្ចឹងមានន័យថានេះនៅពេលដែលយើងមានអានេះមាន save នឹងហើយនឹងយើងអាចចាត់ទុកថាជារូបភាពចោះណាយើងវាមានចេញបង្ហាញឲ្យយើងនៅខាងនេះណាខាងនេះឬក៏បើសិនជាវាអត់បង្ហាញខាងនេះបងប្អូនអាចជ្រើសរើសនេះបានណានេះរុំព័ទ្ធអញ្ចេះបែបអញ្ចេះបងប្អូនអាចសេរីបានណាសេរីទៅតាមនឹងបានឬក៏វានៅក្រោយអក្សរវានៅមុខអក្សរបងប្អូនអាចកំណត់វាបានណាជ្រើសរើសវាបានអញ្ចឹងយើងចូលមកកាន់bring forward នេះគឺយើងអាចកំណត់វាថាយើងអាចកំណត់វាទៅមុខឬក៏ទៅក្រោយនៃរូបភាពណានៃរូបភាពឧទាហរណ៍ថាខ្ញុំមានអានេះមួយទៀតចុះណាខ្ញុំ copy ហើយខ្ញុំbring forward នេះហើយនឹង send to back នេះមានន័យថាយើងចុចលើវាហើយយើងយក send to back នេះមានន័យថាវាទៅក្រោយអញ្ចឹងយើងយកវាមកមុខវិញគឺយើងមកនេះវិញណាវាមកនេះវិញបងប្អូនអាចស្រាវជ្រាវបន្ថែមទៀតបានណាអាចស្រាវជ្រាវបន្ថែមទៀតបានអញ្ចឹងវីដេអូខ្ញុំរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូទី2នេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបន្តទៀត